ខ្ញុំកណាត់មកភាពមានរឿងសម្ងាត់ប្រាប់អស់លោកថាប្រទេសជាតិយើងមិនទាន់ផុតគ្រោះទេអញ្ចឹងយើងមិនអាចភ្លេចខ្លួនបានទេយើងកុំគិតថាស្មានថាគ្រោះរបស់ប្រទេសជាតិយើងមានត្រឹមប៉ុណ្ណឹងណាមានត្រឹមថៃវ៉ៃខ្មែរប៉ុណ្ណឹងណាកុំគិតបែបហ្នឹងគ្រោះប្រទេសជាតិយើងមិនទាន់ចប់ត្រឹមរឿងប៉ុណ្ណឹងទេនៅមានបន្តទៀតអញ្ចឹងដើម្បីធ្វើម៉េចប្រឈមមុខជាមួយនឹងគ្រោះដែលកើតខាងមុខបានមានតែកម្លាំងសាមគ្គីរួបរวมការព្យាយាមដែលយើងត្រូវតែវិញគ្នាជាធ្លុងមួយយ៉ាងចាំបាច់ហើយដាច់ខាតបំផុតជាថ្ងៃមករាសីប្រច័នគោចរចូលក្នុងកន្លងវិថីមានរាសីជាផ្កាយដ៏ធំបានបង្អោនចូលមកក្នុងថ្ងៃអ្នកខត្តរិកអភិលក្ខតសម័យថ្ងៃ15កើតខែមេដែលជាពុទ្ធបរិស័ទទាំងអស់ទូទាំងសកលនៃអ្នកកាន់ពុទ្ធសាសនាបានចងចាំនៅមហាព្រឹត្តិការណ៍3ធំក្នុងថ្ងៃមាឃបូជានេះឬក៏ក្នុងថ្ងៃពេញបរមីនៃខែមាឃនេះព្រឹត្តិការណ៍ធំទី1គឺជាថ្ងៃដែលព្រះដ៏មានពភាព្រះអង្គប្រជុំចុះនៅចតុរង្គមហាសន្និបាតដែលជាសន្និបាតមួយដ៏ធំក្នុងព្រះពុទ្ធសាសនាមានព្រះអរហន្តជាខេណាស្រោ1250ព្រះអង្គចូលមកប្រជុំដោយឥតមានណាត់ទុកនេះជាហេតុអស្ចារ្យទី1ហេតុអស្ចារ្យទី2គឺជាថ្ងៃដែលព្រះដ៏មានពភាព្រះអង្គប្រកាសសម្ដែងនៅឱវាទបដិមោជាបេះដូងធម៌ជាអាយុជីវិតនៃពុទ្ធសាសនាដែលព្រះអង្គប្រកាសសម្ដែងដូចជាអាចប្រកាសថាមថាសពបស្សៈអករណង្កុសលសោបសម្បទាសច្ចតបរិយោតៈបណ្ណឯកាំពុទ្ធសាសនាសូមអ្នកទាំងឡាយព្យាយាមលះចោលនៅអំពើបាបហើយសាងនៅអំពើល្អហើយព្យាយាមធ្វើចិត្តឲ្យគោរពអង្គទាំង3នេះជាពាក្យទូន្មានរបស់ព្រះពុទ្ធទាំងឡាយនេះជាហេតុអស្ចារ្យទី2ក្នុងថ្ងៃពេញបរមីខែមេហេតុអស្ចារ្យទី3ជាថ្ងៃដែលព្រះដ៏មានពភាព្រះបរមសាស្តានៃយើងដែលទ្រង់មានព្រះនាមកោតដំកូនដល់នៅព្រះដ៏មានពភាដែលមានព្រះនាមសមណគោតមបរមគ្រូនៃយើងព្រះអង្គបានដាក់ចុះនៅទុរៈគឺការដាក់ចុះនៅអាយុសង្ខាររបស់ព្រះអង្គប្រកាសប្រាប់ភិក្ខុទាំងឡាយថានៅសល់3ខែទៀតរាប់ពីថ្ងៃនេះទៅនៅ3ខែទៀតចំថ្ងៃ15កើតខែពិសានោះព្រះអង្គនឹងទទួលបរិនិព្វានហើយនេះជាហេតុអស្ចារ្យទី3ក្នុងឱកាសមាឃ
កបូជាឬក៏ក្នុងថ្ងៃពេញបរមីខែមិញនេះព្រឹត្តិការណ៍ធំទាំងឡាយ3យ៉ាងនេះជាព្រឹត្តិការណ៍ដែលពុទ្ធសាសនិកទូទាំងសកលមិនថាជាមនុស្សទេវតាមាព្រហ្មទេតែងបង្អោនចិត្តគោរពប្រណិប័តឈ្មោះថាជាបុណ្យធំក្នុងចំណោមបុណ្យធំទាំង3នៃពុទ្ធសាសនាបុណ្យធំទី1ក្នុងពុទ្ធសាសនាគឺថ្ងៃ15កើតខែវិសាខបុណ្យធំក្នុងពុទ្ធសាសនាទី2គឺក្នុងថ្ងៃ15កើតខែមីនានិងបុណ្យធំទី3គឺក្នុងថ្ងៃ15កើតខែសានេះជាបុណ្យធំក្នុងពុទ្ធសាសនាដែលពុទ្ធសាសនិកគ្រប់វ័យគ្រប់ជាតិសាសន៍ទាំងអស់តែងតែគោរពប្រណិប័តចាំទុកមកជាលំអានបវេណីជាពិសេសពុទ្ធសាសនិកក្នុងដែនកម្ពុជាទេសយើងនេះតរៀបមកតាំងពីបុរាណកាលមកដល់បច្ចុប្បន្នយើងតែងតែប្រកាន់យកគោលចរិតឯណាដែលជាពុទ្ធលំអានឬក៏ជាលំអានរបស់ពុទ្ធសាសនិកជនចាស់តែងតែប្រព្រឹត្តឡើងហើយនាំគ្នាគោរពកាន់មកមិនដាច់មិនហើយទេដោយដែលយើងបានដឹងកន្លងមកហើយអំពីបុណ្យមិកបូជានេះជារៀងរាល់ឆ្នាំដែលធម្មកថាកាចារព្រះសង្ឃាធិកាចារផ្សេងព្រះគ្រូធម្មាចារ្យឬក៏ឧទ្ទេសសាចារ្យគ្រប់ទីកន្លែងទាំងអស់តែងតែប្រកាសប្រាប់ពីហេតុអស្ចារ្យរបស់បុណ្យមិកបូជានេះឲ្យយើងជាពុទ្ធសាសនិកស្រីប្រុសទាំងអស់នេះបានដឹងបានស្គាល់បានយល់ថាហេតុយ៉ាងដូចម្ដេចទៅណោទើបថ្ងៃនេះគេសន្មតថាជាបុណ្យក្នុងព្រះសាសនាតែហេតុដូចម្ដេចទៅណោទើបបានជាពុទ្ធសាសនិកគ្រប់ទីស្ថានទាំងអស់តែងតែប្រកាន់យកក្នុងថ្ងៃបុណ្យនេះជាបុណ្យធំក្នុងព្រះសាសនាពុទ្ធបរិស័ទទាំងឡាយស្រីប្រុសក៏បីដឹងថាយើងទាំងអស់គ្នាមានតួនាទីជាអ្នកគោរពប្រណិប័តតាមលំអានជាពិសេសដោយតួយ៉ាងបុណ្យមិកបូជានេះជាបុណ្យដែលយើងរំលឹកដល់ព្រឹត្តិការណ៍ធំទាំង3ដែលខ្ញុំប្រកាសណាពីបានសម្ដែងប្រាប់ខាងដើមមកប៉ុន្តែបុណ្យនេះកើតក្រោយពីព្រះអមិវភាពព្រះអង្គប្រនិព្វានទៅហើយទេកាលដែលព្រះអង្គគង់បធរមាននៅនោះទេវតាមេព្រំតែងតែគោរពប្រណិប័តចំពោះព្រះដ៏មានពុទ្ធិដែលជាអង្គអរហន្តសម្មាសម្ពុទ្ធដែលព្រះអង្គគង់ធរមាននៅប៉ុន្តែក្រោយទៅពេលអស់អំពីពុទ្ធអង្គទៅសាសនិកទាំងឡាយក៏កាន់យកនៅព្រឹត្តិការណ៍សំខាន់ក្នុងព្រះពុទ្ធសាសនាដែលព្រះអង្គធ្លាប់បានប្រថាប់ទុកនៅបឋមអរូបឲ្យមនុស្សនិងទេវតាទាំងឡាយបានជ្រាបដឹងដូច្នោះហើយក៏កាន់យកនៅព្រឹត្តិការណ៍ដែលជាអភិលក្ខតសម័យដ៏ធំទាំងអស់នោះមកធ្វើជាបុណ្យបវេណីក្នុងពុទ្ធសាសនាយើងឥឡូវនេះពុទ្ធមេមិកជនក្នុងទីនេះមកពីបណ្ដាខេត្តរាជធានីផ្សេងដោយមានសេចក្តីជ្រះថ្លាក្នុងពុទ្ធសាសនាហើយក៏នាំគ្នាកាន់យកនៅលំអានគឺ
ធីបុណ្យមាឃកម្ពុជានេះហើយជ្រើសរើសយកទីតាំងវត្តចន្ទបជោតនារាមនៅលើទឹកដីនៃកោះប្រជុំទេពហើយគ្រប់គ្នាបានមានភក្តិញញឹមស្រស់ស្អាតល្អកាន់យកនៅគ្រឿងប្រទីបជ្វាលាមានតុងការជុកសក្រហមជុកប្រកដីគ្រឿងសក្ការៈបូជាទាំងឡាយមកបង្អោនចិត្តព្រោះតែរលឹកនឹកដល់ឧបការៈគុណនៃព្រះតាមានពុទ្ធាជាព្រះបរមលោកនាថដែលព្រះអង្គបានបរិនិព្វានទៅ2568ព្រះវស្សាហើយក្នុងទីនេះជាវស្សាទី2569ថ្មីត្បិតថាគោចររបស់ពុទ្ធសាសនាមានការវិវត្តទៅយ៉ាងណាក៏ប្រជាពលរដ្ឋក្នុងកម្ពុជាទេសយើងនេះនៅតែប្រកាន់យកទំនៀមនេះមកជាគោលចរិតបប្រតិបត្តិមកបន្តព្រោះថាក្នុងរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាយើងបានចងយ៉ាងជាក់ច្បាស់អំពីសាសនាដែលជាសាសនារបស់រដ្ឋតម្រូវឲ្យព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋប្រធានព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលថ្នាក់ជាតិរហូតដល់រដ្ឋបាលថ្នាក់ក្រោមជាតិប្រកាន់យកពុទ្ធសាសនានេះជាសាសនារបស់រដ្ឋអញ្ចឹងហើយគ្រប់គ្នាទាំងអស់សិតសឹងតែមានទួនាទីជាអ្នកគោរពប្រណិប័តកាន់យកលំអាននៃពុទ្ធសាសនាបងប្អូនជាពលរដ្ឋទាំងឡាយពុទ្ធសាសនិកស្រីប្រុសបាសកបាសិកាទាំងអស់នៅក្នុងទីនេះលោកក៏បីចាំទុកថាពុទ្ធសាសនានេះមិនមែនជាសាសនាដែលប្រកាន់ដោយនិន្នាការនយោបាយឬក៏ជាសាសនាលំអៀងទេទន់ទៅខាងណាទេជាសាសនាអព្យាក្រឹតដែលមាននៅព្រហ្មវិហារធម៌ទាំងឡាយ4មេត្តាករុណាមុទិតាឧបេក្ខាទៅដល់សពសាសនិកទាំងអស់មិនថាជាអ្នកនៅក្នុងសាសនានេះស្រេចឬក៏អ្នកដែលនៅក្រៅសាសនាទេពុទ្ធសាសនានេះតែនៅពង្រួមឈលលើមេកាឈលលើមេគាដែលពង្រួមជាពិសេសក្នុងគ្រាដែលប្រទេសជាតិកំពុងតែជួបនៅវិបត្តិផ្សេងនៅក្នុងសម័យសង្គមរាស្ត្រនិយមក្រោយមកសម័យសាធារណរដ្ឋនិយមដែលពុទ្ធសាសនាយើងនៅតាំងមានពេលនោះប្រជាពលរដ្ឋខ្មែរអ្នកនយោបាយមានការឆ្លោះកែតោះតែងគ្នាពុទ្ធសាសនានេះដើរតួជាចម្បងក្នុងការពង្រួមនៅក្រុមអ្នកនយោបាយដែលមកពីនិន្នាការផ្សេងឲ្យចូលមកនិយាយគ្នាដោយសន្តិភាពព្រោះពុទ្ធសាសនានេះជាសាសនាដែលប្រកបដោយសន្តិភាពជាសាសនាវាចាកការសម្លាប់វាចាកការលួចទ្រព្យសម្បត្តិអ្នកដទៃវាចាកការលួចប្រពន្ធកូនអ្នកដទៃវាចាកការនិយាយពាក្យកុហកបោកប្រាស់វាចាកការប្រព្រឹត្តនៅទឹកស្វឹងអញ្ចឹងមាននៅគរុធម៌5យ៉ាងនេះដែលជាពាក្យព្រានបដៅអញ្ចឹងសាសនានេះជាសាសនាដែលប្រកបដោយសន្តិភាពអញ្ចឹងបើសិនជាគ្រប់ជាតិសាសន៍ទាំងអស់ក្នុងសកលលោកនេះកាន់យកនៅគោលការណ៍ដែលជាគរុធម៌ទាំងឡាយ5យ៉ាងនេះហើយសន្តិភាពរមែងកើតឡើងក្នុងសន្តានចិត្តរៀងខ្លួនលោកទាំងឡាយក៏លេចមើលចុះក្នុងវិបត្តិសកលលោកដែលកំពុងជួបប្រទះមិនថាសង្គ្រាមរវាងប្រទេសនិងប្រទេសប្រជាពលរដ្ឋនិងប្រជាពលរដ្ឋនិងរដ្ឋឬក៏សហគមន៍ណានីមួយនោះទេ
សង្គ្រាមនោះកើតឡើងព្រោះតែមនុស្សបាត់បង់នៅគុរុធម៌ទាំងឡាយ5ប្រការនឹងឯងកាលណាយើងបាត់បង់នៅគុរុធម៌ទាំងឡាយ5ប្រការហើយការដែលញ៉ាំនៅភ័យគឺការអសន្តិសុខផ្លូវចិត្តក៏រមែងកើតឡើងកាលណាចិត្តមិនមានមិនមានសន្តិភាពកើតឡើងនៅអសន្តិសុខផ្លូវចិត្តហើយកាយវិចារក៏រមែងប្រព្រឹត្តទៅតាមនោះអញ្ចឹងភ័យក៏រមែងកើតជាបន្តបងប្អូនជាពលរដ្ឋទាំងអស់យើងក៏បីធ្វើខ្លួនយើងឲ្យជាអ្នកមានសន្តិភាពមុនគេបងអស់ទើបយើងអាចញ៉ាំងសហគមន៍មួយប្រជាជាតិមួយឬក៏សកលលោកមួយដែលមានសន្តិភាពទៅបានប៉ុន្តែបើមនុស្សម្នាក់លះបង់ចោលនៅសន្តិភាពផ្លូវចិត្តហើយការចង់បាននៅវត្ថុមិនមែនជារបស់ខ្លួនការមាននៅមហិច្ឆតាលើវត្ថុទ្រព្យរបស់អ្នកដទៃនោះគឺសេចក្តីសុខផ្លូវចិត្តរបស់មនុស្សជាតិលែងមានទៀតហើយក្នុងសម័យបច្ចុប្បន្ននេះជាសម័យដែលគុណធម៌របស់មនុស្សធ្លាក់ចុះយើងក៏លេចមើលទៅជនពីរឬក្មេងទំនើងតែងតែសប្បាយត្រេកអរជាមួយនឹងការកាប់សម្លាប់គ្នាការជេរបតិចផ្ដាសាគ្នាយកមកជាទីសប្បាយយើងមានគិតទេទាំងដែលធម៌ទាំងអស់នោះអំពើទាំងអស់នោះជាអំពើរបស់នរកប្រែតិឆានអសូរកាយសោះបែរជាមនុស្សយើងពួកខ្លះទៅជាសប្បាយជាមួយនឹងធម៌ទាំងអស់នោះទៅវិញយើងមើលទៅក្មេងទំនើងមិនថាក្នុងសង្គមខ្មែរយើងឬសង្គមជាតិសាសន៍ដទៃទេជ្រើសរើសយកការបាញ់បោះការកាប់សម្លាប់ការគំរាមកំហែងការជេរផ្តិចផ្ដាសាគ្នាដោយពាក្យអសរូបដទៃច្រើនមកជាទីសប្បាយទៅវិញទាំងដែលធម៌ទាំងអស់នោះជាធម៌របស់សត្វនរកសោះព្រោះសត្វនរករមែងកាប់សម្លាប់គ្នាឥតទីបញ្ចប់ព្រោះអាស្រ័យកម្មដែលជាបច្ច័យអសូរកាយកាន់យកធម៌កាប់សម្លាប់គ្នាមកជាទីសប្បាយហើយមនុស្សយើងបច្ចុប្បន្នបែរជាយកធម៌របស់ពួកនរោយកមកជាទីសប្បាយយើងមានឃើញទេមានឃើញក្មេងទំនើងឬជនពីលដោយក្រុមខ្លះជ្រើសរើសយកការកាប់ចាក់គ្នាការគំរាមកំហែងគ្នាមកជាគ្រឿងសប្បាយតែធម៌នេះជាធម៌របស់អបាយភូមិមិនមែនជាធម៌របស់មនុស្សជាតិទេប៉ុន្តែសប្តាហ៍ថ្ងៃទាំងវើទាំងអស់នោះចូលមកលោកឡំគ្នាជាមួយនឹងមនុស្សលោករហូតដល់មនុស្សមិនបានពិចារណាឲ្យដឹងថាធម៌ទាំងអស់នោះជាធម៌របស់អបាយភូមិជាធម៌ថោកទាបជាធម៌ដែលយើងគួរភ័យខ្លាចមិនត្រឹមតែប៉ុណ្ណោះសង្គមជាតិខ្មែរយើងជាសង្គមមួយដែលធ្លាប់តែមានអរិយធម៌វប្បធម៌រុងរឿងដោយសិល្បៈចម្រៀងរបាំប្រែមកជាមនុស្សយកនៅវប្បធម៌ទាំងអស់នោះ
មកនិពន្ធជាបទចម្រៀងជាការជេរបតិចផ្ដាសាជាមួយនឹងពូជសាសន៍ខ្លួនឯងឆ្លោះទាស់តែងគ្នាតាមរយៈសំណេរមិនត្រឹមតែសរសេរឥតមានក្បាលមានបន្ទុយប្រកបដោយក្រមសីលធម៌យ៉ាងនោះទេថែមទាំងអូសវប្បធម៌ដ៏ល្អផូរផង់របស់ព្រេងព្រឹត្តមានរបាំប្រពៃណីឬក៏វប្បធម៌ជាសម្បត្តិអរូបីនៃមនុស្សជាតិណាមួយចូលទៅលោកឡំជាមួយនឹងរឿងទាំងអស់នោះទៅទៀតជាមួយនឹងស្នាដៃដែលខ្លួនឯងធ្វើឲ្យគិតថាត្រឹមត្រូវរឿងនេះជាគ្រោះថ្នាក់ធំណាស់សម្រាប់ជាតិសាសន៍មួយជាងឃើញទេថាបច្ចុប្បន្ននេះប្រទេសយើងទើបតែទទួលនៅការរុករៀនឈ្លានពានពីសំណាក់ប្រទេសជិតខាងហើយទង្វើទាំងអស់នេះមិនមែនទើបតែកើតឡើងក្នុងថ្ងៃនេះឆ្នាំនេះខែនេះទេគឺកើតឡើងរាប់ទសវត្សរ៍មកហើយរាប់សតវត្សរ៍មកហើយទន្ទឹមនឹងមានការឈ្លានពានយ៉ាងនោះនាយទាហានពលទាហានដែលជាអ្នកមានកាតព្វកិច្ចក្នុងការការពារនៅដែនអធិបតេយ្យភាពបរណភាពទឹកដីនោះបានយកនៅសាច់ស្រស់ឈាមស្រស់យកនៅអាយុជីវិតដែលជាទីស្រឡាញ់ពេញចិត្តរបស់ខ្លួនទៅពីរាំងក្រក់ក្នុងការការពារដែនអធិបតេយ្យភាពហើយដែនអធិបតេយ្យភាពនោះមានអ្វីជាដួងព្រលឹងគឺមាននៅអរិយធម៌និងវប្បធម៌មានប្រាង្គប្រាសាទទាំងអស់នោះហើយជាដួងព្រលឹងអញ្ចឹងឃើញទេថាតម្លៃនៃវប្បធម៌ហ្នឹងជាដួងព្រលឹងរបស់មនុស្សជាតិចុះបើសិនជាយើងផ្លាស់ប្ដូរដួងព្រលឹងរបស់យើងឲ្យទៅជាវង្វេងលែងដឹងក្បាលលែងដឹងកតុយដូចយើងដែរហើយតើជាសាសនេះសង្ឃឹមអ្វីទៅយើងគ្រប់គ្នាយកអ្វីជាទីសង្ឃឹមមិនមានទេវប្បធម៌ដ៏ល្អផូរផង់នេះហើយដែលសរបញ្ជាក់អំពីពូជសាសន៍មួយដែលមានវប្បធម៌ការរស់នៅមកយូរវង្វេងមកហើយប៉ុន្តែបើសិនតែយើងផ្លាស់ប្ដូរវប្បធម៌ទាំងអស់នោះទៅជាវប្បធម៌លែងមានក្បាលលែងមានកតុយលែងមានបត់បែបនោះជាគ្រោះថ្នាក់ដ៏ធំហើយគ្រោះថ្នាក់ទាំងអស់នោះវានឹងឲ្យផលមកកូនចៅយើងជំនាន់ក្រោយយើងឃើញទេការដែលជ្រើសរើសខុសអំពីកន្លងច្បាប់ខ្លួនច្បាប់ក្បួនដែលខ្លួនធ្លាប់កាន់ប្រព្រឹត្តនោះវាសល់មកនៅការឈឺចាប់អានេះដែលយើងកណនាមិនបានទេអញ្ចឹងពុទ្ធសាសនិកទាំងអស់ដែលនៅក្នុងទីនេះលោកក៏បីត្រង់ប្រាប់ស្ដាប់ហើយចាំទុកថាអ្វីគ្រប់យ៉ាងទាំងអស់មិនថាសាសនាប្រពៃណីវប្បធម៌ទំនៀមទម្លាប់ទេត្រូវការរួបរวมការសាមគ្គីគ្នាជាធ្លុងមួយហើយប្រកបដោយមនសិការការគោរពស្រឡាញ់ដោយផែនដីដែលអស់លោកកំពុងតែអង្គុយលើនេះថ្ងៃនេះខ្ញុំកណាត់ថ្មភាពសូមអធិស្ឋានហើយមិនបានទៅអង្គុយទៀតផ្ទាល់នឹងផែនដីដោយអស់លោកប៉ុន្តែអស់លោកមានឱកាសណាស់ល្អណាស់សំណាងណាស់ក្នុងការអង្គុយលើផែនដីដ៏កំសត់ណាស់
បានដីនេះសល់មកបានព្រោះតែការស្រឡាញ់ដាច់បដូររបស់វីរៈបុរសយើងចំនួនមុនយើងធ្លាប់មានផែនដីរហូតដល់ទៅ1.2 លានគីឡូម៉ែត្រការ៉េសប្តាហ៍ថ្ងៃនៅសល់តែ1សែនជាងទេបាត់អស់11ដងប៉ុន្តែការបាត់នេះណាព្រោះតែជំងឺដ៏រ៉ាំរ៉ៃគឺការបែកបាក់គ្នារបស់ប្រជាជាតិយើងដែលឆ្លងមកពីសម័យកាលមួយនិងសម័យកាលមួយហើយជំងឺនេះកើតជាមហារីកក្នុងសង្គមខ្មែរយើងពីទូចពីការឆ្លោះគ្នាឯងធ្វើឲ្យបាត់បង់ទឹកដីបាត់បង់នៅអរិយធម៌វប្បធម៌ទំនៀមទម្លាប់ប្រពៃណីឈានទៅដល់ការហ៊ានកាប់សម្លាប់គ្នារវាងពលរដ្ឋនិងពលរដ្ឋរវាងប្រជាជាតិសាសឈាមរួមគ្នាយើងឃើញសម័យ3ឆ្នាំសម័យអាវខ្មៅដែលខ្ញុំកណាត់ស្មានលើកមកនេះមិនមែនឈរលំអៀងទៅខាងណាទេប៉ុន្តែនិយាយអំពីរឿងដែលមហារាជនោះវាធ្វើឲ្យខ្មែរហ៊ានលើកដៃកាប់សម្លាប់គ្នាយើងគិតមើលជាតិសាសន៍មួយដែលធ្លាប់គោរពប្រណិប័តព្រះពុទ្ធសាសនាឬក៏ព្រាហ្មណ៍ព្រហ្មញ្ញសាសនាជាសាសនាឲ្យតម្លៃលើគ្នានឹងគ្នាសុខបែរជាហ៊ានកាប់សម្លាប់គ្នាវាយដំចំធាក់បង្អត់អាហារវាយគំតិចពុទ្ធបដិមាវាយគំតិចវត្តអារាមប្រាង្គបច្ចេកដីព្រះវិហារជាទីសក្ការៈបូជាធ្វើឲ្យប្រជាជាតិមួយស្ទើរតែដាច់ពូជពីសកលលោកនេះគឺមកពីអ្វីមកពីជំងឺមហារីកនៅក្នុងខ្លួនខេមរៈជាតិយើងតាមរយៈការបង្វិលអំពីវប្បធម៌បរទេសការប្រែក្លាយនៅវប្បធម៌ដ៏ល្អផូរផង់មានវ័យចំណាស់ឲ្យទៅសប្បាយភ្លើតភ្លើនខ្ញុំកណាត់មកភាពកលេចមើលប្រវត្តិសាស្ត្រដ៏យូរវែងមុនមកហើយមើលនៅហេតុកាលបច្ចុប្បន្នគឺថាបើមិននាំគ្នាភ្ញាក់រលឹកខ្លួនទៀតទេនោះគឺយើងដើរចូលដល់ចំណុចជំងឺនឹងម្ដងទៀតហើយជំងឺទាំងអស់នេះណាវាសាហាវជាងអាសន្នរោគផុសពិភពលោកទៅទៀតយើងធ្លាប់ជួបជំងឺ COVID-19 Coronavirus ទើបតែកន្លងទៅថ្មីប្រហែលឆ្នាំនេះទេជំងឺនេះជាជំងឺដែលពិភពលោកខ្លាចប៉ុន្តែជំងឺនេះមិនភ័យខ្លាចស្មើនឹងជំងឺខ្មែរបែកបាក់គ្នាខ្មែរលែងស្គាល់វប្បធម៌ទំនៀមទម្លាប់គោរពកោតក្រែងគ្នានេះទេព្រោះជំងឺនោះវាឆ្លងដល់អ្នកណាដែលធ្វេសប្រហែសហើយវាមិនរើសមុខថាជាតិសាសនាទេប៉ុន្តែជំងឺខ្មែរបែកបាក់នេះណាគឺវាសម្លាប់តែខ្មែរយើងទេមិនបានអូសជាតិសាសនាមកឲ្យស្លាប់ជាមួយទេហើយជំងឺខ្មែរលែងជឿទុកចិត្តលែងសាមគ្គីគ្នាលែងគោរពកោតក្រែងគ្នានេះណាគឺជាជំងឺដែលបំផ្លាញប្រជាជាតិយើងឲ្យបាត់មុខបាត់មាត់ពីសកលលោកនេះជារឿងដែលគួរឲ្យខ្លាចណាស់ទឹកដីសវណ្ណភូមិឬមួយទៀតដែលយើងហៅថាជាកោះកុកធ្លកជាទឹកដីដែលមានប្រជាពលរដ្ឋជាម្ចាស់គឺខ្មែរធ្លាប់រស់នៅមុនគ្រិស្តសករាជរាប់ពាន់ឆ្នាំមកទៅទៀតហ
ហើយមាននៅអរិយធម៌វប្បធម៌ទំនៀមទម្លាប់ដែលជារបស់ខ្លួនសែនល្អពរផង់វិសាលភាពសម្បូរដោយធនធានធម្មជាតិប៉ុន្តែប្រែក្លាយមកជាប្រជាជាតិមួយដែលមានជំងឺមិនចេះជាគឺជំងឺបែកបាក់សាមគ្គីគ្នាហើយមិនស្ដាប់អំពីហេតុផលរបស់គ្នានឹងគ្នាដោយប្រកាន់យកតែទស្សនៈហើយបង្កើតជាទស្សនៈហិង្សាសប្តាហ៍អស់លោកដែលមកទីនេះខ្ញុំកណាត់ស្មាជឿណាថា95.8% ហើយនៅក្នុងទីនេះសិក្សាតែជាអ្នកកាន់នៅទូរស័ព្ទដៃហើយទូរស័ព្ទដៃនោះមានការមើលឃើញនៅលោកទាំងមូលពិភពលោកសកលលោកប៉ុន្តែអស់លោកមានចាប់អារម្មណ៍នឹកគិតទេថាក្នុងសង្គមយើងនេះកំពុងតែរស់នៅក្នុងសង្គមហិង្សាគឺសម្បូរដោយពាក្យជាពេចផ្ដាសាបព្វជិតក៏ឆ្លោះគ្នាបព្វជិតក៏រំគួនគ្នាកុហកក៏ឆ្លោះគ្នាកុហកក៏ឆ្លៀននេះគ្នាជាពេចផ្ដាសាគ្នាតើធម៌ទាំងអស់នេះជាធម៌ចម្រើនឬធម៌នាំឲ្យវិនាសច្បាស់ណាស់ថាជាធម៌នាំឲ្យវិនាសអញ្ចឹងអស់លោកដែលអញ្ជើញមកក្នុងទីនេះណាខ្ញុំបកណ្ណាអាត្មាភាពសូមដាស់តឿនអស់លោកគឺកុំកាន់យកនៅធម៌ហិង្សាមកជាគ្នាឲ្យសោះបើយើងឃើញសង្គមនេះសម្បូរដោយហិង្សាហើយយើងត្រូវឆាប់ដាស់តឿនខ្លួនឯងថាកុំឲ្យខ្លួនវង្វេងចូលទៅក្នុងសង្គមហិង្សានេះដូចគេដែរព្រោះសង្គមហិង្សានេះណាជាសង្គមរបស់សត្វនរកជាសង្គមរបស់សត្វតិរច្ឆានជាសង្គមរបស់ប្រេតនិងអសុរកាយមិនមែនជាសង្គមរបស់មនុស្សទេមនុស្សដែលរស់នៅមានស្រីប្រុសក្រុមគ្រួសារទ្រព្យសម្បត្តិធនធានឬក៏រស់នៅក្នុងឋានៈណាក៏ដោយនោះគឺត្រូវការសង្គមមួយដែលអហិង្សាទៅម្យ៉ាងបើសិនជាសង្គមនោះបរិបទដោយហិង្សាហើយមិនថាពាក្យសម្ដីកាយវិការទេគឺសង្គមនោះមិនមែនសេចក្តីសុខទេនេះយើងមកអង្គុយនៅទីនេះបានណាព្រោះតែសង្គមក្នុងបរិយាប័ន្នពេលនេះមិនមានហិង្សាទើបយើងអាចអង្គុយបាត់ជើងពេនភ្នែនលើកដៃសំពះធ្វើចិត្តឲ្យមូលស្លង់ទៅក្នុងអារម្មណ៍ណាដែលជាកុសលបានព្រោះតែសង្គមពេលនេះម៉ោងនេះជាសង្គមដែលមិនមានហិង្សាចុះបើសិនតែយើងចូលមកដល់សង្គមដែលកាត់ចាក់គ្នាដោយពាក្យសម្ដីជាពេចផ្ដាសាគ្នាតើយើងអាចអង្គុយក្នុងទីនេះបានសុខទេច្បាស់ណាស់ថាមិនសុខទេចឹងហើយមុននឹងឲ្យប្រទេសជាតិយើងមាននៅអហិង្សាបានតតែពលរដ្ឋម្នាក់ចាប់ផ្ដើមជាមនុស្សអហិង្សាហើយអហិង្សាក្នុងទីនេះគឺសំដៅលើពាក្យសម្ដីឬក៏កាយវិការដែលប្រមាថដល់ចិត្តសាស្ត្រខ្លួនឯងប្រមាថចំពោះពលរដ្ឋជាជនរួមឈាមខ្លួនឯងដោយការប្រកាន់និន្នាការនយោបាយដោយការប្រកាន់នៅទស្សនៈជ្រុលនិយមរៀងខ្លួនណាមួយគិតថាគេមិនល្អដោយខ្លួនគិតថាគេជាអ្នកកុហកបោកប្រាស់
មើលឃើញតែពីចំណុចអវិជ្ជមានហើយបំភ្លេចចោលនៅរាល់ចំណុចវិជ្ជមានដតីទាំងឡាយនោះនេះហើយជាសង្គមដែលមិនមានសុខដុមរមណីយកម្មតើប្រជាជាតិកម្ពុជាយើងនេះចង់ជួបសង្គមនេះប្រមាណ100ឆ្នាំទៀតបើយើងមិនចាប់ផ្ដើមពីឥឡូវទេលោកទាំងឡាយខ្ញុំមកកណាអាត្មាភាពអស់លោកស្គាល់រយៈពេល3ឆ្នាំមកហើយមិនមានពាក្យដតីក្រៅអំពីឲ្យអស់លោកលះបង់ចោលនៅអហិង្សាការព្យាបាទហើយរើសយកនៅធម៌ស្រឡាញ់រូបរួមសាមគ្គីគ្នាមកជាគ្នាទេព្រោះខ្ញុំមកកណាអាត្មាភាពឃើញច្បាស់ណាស់ថាតម្លៃនៃសាមគ្គីភាពរវាងប្រជាជាតិយើងជាមួយនឹងប្រទេសយើងពលរដ្ឋយើងនេះជាចំណុចចាប់ផ្ដើមដែលធ្វើឲ្យយើងមានវិសាលភាពឡើងវិញសាជាថ្មីប៉ុន្តែបើយើងបាត់បង់ហើយគឺប្រវត្តិសាស្ត្រយើងធ្លាប់ស្គាល់ហើយប៉ុន្តែយើងខ្លួនយើងទេជាអ្នកដែលមិនចង់ចាំប្រវត្តិសាស្ត្រនោះទុកហើយបំភ្លេចរាល់នៅភាពឈឺចាប់សោកសៅដែលធ្លាប់ជួបមកព្រោះតែសង្គមមានហិង្សាជាពុទ្ធបរិស័ទទាំងអស់ស្រីប្រុសថាពុទ្ធសាសនាយើងពង្រៀនឲ្យយើងកាន់យកនៅធម៌ខន្តីគឺសច្ចៈខន្តីមេត្តានេះមកជាទីអានចុះក្នុងនាមយើងជាពុទ្ធសាសនិកនេះហេតុដូចម្ដេចក៏យើងមិនជឿតាមពុទ្ធដីការបស់ព្រះតមានពុទ្ធាហើយបើយើងមិនជឿតាមមិនប្រព្រឹត្តតាមនៅធម៌ឯណាដែលព្រះតមានពុទ្ធាព្រះអង្គប្រកាសសម្ដែងមកទេនោះគឺសេចក្តីវិនិច្ឆ័យអន្តរាយរបស់ប្រជាជាតិយើងនឹងចូលមកគៀកយើងបណ្ដានេះជារឿងដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ពុទ្ធសាសនិកគ្រប់ស្រទាប់វណ្ណៈក៏បីតែរួមគ្នាដាស់តឿនគ្នាជាពិសេសដាស់តឿនខ្លួនឯងឲ្យជ្រើសរើសរកនៅធម៌អព្យាក្រឹតហើយមាននៅមេត្តាឲ្យដល់គ្នានឹងគ្នាព្រោះសត្រូវគេចង់ឃើញយើងឆ្លោះប្រកែកតតែងគ្នាសត្រូវចង់មើលឃើញយើងកាត់ចាក់គ្នាឯងមិនថាតាមរយៈរូបភាពណាទេទាំងអ្នកនយោបាយទាំងប្រជាពលរដ្ឋទាំងសង្គមសាសនាសហគមន៍ផ្សេងកាលណាមានការតោះតែងខ្វែងគំនិតគ្នាចាប់ផ្ដើមពីហិង្សាពាក្យសម្ដីហិង្សាផ្លូវចិត្តរហូតដល់រាងកាយហើយនេះជាថ្ងៃដែលសត្រូវត្រេកអរជាទីបំផុតប៉ុន្តែដរាបណាដែលប្រជាពលរដ្ឋយើងនៅតែឈរលើធម៌ពង្រួមគិតអំពីផលប្រយោជន៍ជាតិជាធំគិតអំពីផលប្រយោជន៍រួមជាធំជាជាងផលប្រយោជន៍ส่วนតួឬក៏ថាផលប្រយោជន៍ផ្ទាល់ខ្លួននោះទេនោះនេះជាមហាកំហែងកែវដែលថែរក្សាជនជាតិយើងឲ្យមានវត្តមាននៅលើទឹកដីយើងបន្តទៅទៀតបាទអស់លោកម្នាក់សិតស្ទឹងតែជាអ្នកស្រឡាញ់ស្នេហាជាតិយើងទាំងអស់គ្នាចោះថាយើងមាននិន្នាការខុសគ្នាមានទស្សនៈខុសគ្នាតែប៉ុណ្្នឹងឯងចុះបើគ្រប់ទស្សនៈគ្រប់និន្នាការទាំងអស់
សិក្សាតែដើម្បីប្រទេសកម្ពុជាតែមួយសិក្សាតែដើម្បីជាតិយើងតែមួយហេតុអ្វីក៏យើងមិនជ្រើសរើសយកការនិយាយគ្នាដោយហេតុផលដោយសេចក្ដីវធម៌វិញទៅមិនល្អជាងយើងរើសយកជំរើសដែលអន់ថោកទីបំផុតគឺការជេរតិចផ្ដាសាគ្នាការប្រមាថមាក់ងាយគ្នាការលៀបពណ៌គ្នាជាដើមហើយការលៀបពណ៌នេះសពថ្ងៃមានគ្រប់សង្គមសាសនាក៏មានមិនមែនតែពុទ្ធសាសនាយើងទេសូម្បីតែសាសនាណាក៏ដោយយើងឃើញទេសពថ្ងៃពុទ្ធសាសនាបែកចេញជានិកាយផ្សេងគឺសាសនាបែកចេញជានិកាយផ្សេងសាសនិកមូស្លីមក៏បែកចេញជានិកាយផ្សេងហើយពេលបែកចេញជានិកាយហើយទេជាពេលដែលលែងនិយាយគ្នាដោយហេតុផលហើយគឺទាមទារយកភាពត្រឹមត្រូវរៀងខ្លួនហើយតែងតែចាប់ប្រកាន់អ្នកដទៃថាខុសដោយការប្រណិប័តខុសដោយទស្សនៈអីជាដើមទាំងដែលរឿងទាំងអស់នោះជារឿងដែលមិនត្រឹមត្រូវគ្រាន់តែយើងតាំងខ្លួនថាយើងជាសត្រូវនឹងអ្នកណាម្នាក់នេះជារឿងដែលខុសបាត់ហើយព្រោះបើសិនថាមនុស្សទាំងអស់រស់នៅដើម្បីតែប្រទេសជាតិនេះដើម្បីតែផែនដីនេះទេគឺគ្មានអ្វីត្រូវឆ្លោះគ្នាទេប៉ុន្តែការដែលឆ្លោះគ្នាគឺផលប្រយោជន៍ទៅវិញទេមកពីយើងជ្រើសរើសយកផលប្រយោជន៍ខ្លួនឯងចង់បានផលប្រយោជន៍ខ្លួនឯងជាងផលប្រយោជន៍របស់អ្នកដទៃត្រង់ចំណុចនឹងហើយជាចំណុចដែលយើងចាប់ផ្ដើមឆ្លោះប្រកែកគ្នានោះហើយត្រង់ចំណុចនឹងហើយដែលធ្វើឲ្យយើងចេះលៀបពណ៌គ្នានោះយើងចេះលៀបពណ៌គ្នាពេលដែលយើងចង់បានផលប្រយោជន៍ខ្លួនឯងធំជាងផលប្រយោជន៍រួមគឺថាតាំងចិត្តជាសត្រូវនឹងគូបដិបត្តិមិនថាដោយឧបាយកលណាមិនថាដោយពាក្យសម្ដីហិង្សាបែបណាការមួលបង្កាច់ការលៀបពណ៌ក៏ខ្វក់យ៉ាងណាក៏យើងហ៊ានធ្វើដែរព្រោះតែយើងចាត់ទុកថាគេជាសត្រូវហើយគេជាអ្នកបំផ្លាញផលប្រយោជន៍យើងហើយអញ្ចឹងបើយើងកលេសមកខ្លួនយើងហើយយើងព្យាយាមគិតផលប្រយោជន៍ជាតិជាធំច្បាស់ណាស់ថាយើងនឹងមិនមាននៅដំបៅគឺជំងឺមហារីកនេះទៀតទេហើយខ្ញុំកណាស្មារតីនៅទីនេះគឺមិនអស់អាល័យត្រង់ចំណុចមួយថានៅតែខ្លាចខ្មែរយើងបែកបាក់គ្នាបន្តទៅទៀតប្រទេសជិតខាងយើងខាងកើតមានប្រជាជនដល់100លាននាក់ហើយខាងលិចមានជាង70លាននាក់ចំណែកយើងទឹកដីមួយចំណែកមួយផ្នែកបាត់បង់ក្នុងកំហុសប្រវត្តិសាស្ត្រជាអតីតហើយនៅសល់ផែនដីប៉ុណ្ណេះឲ្យយើងរស់នៅមានប្រជាជនមិនដល់20លាននាក់ផងប៉ុន្តែហេតុអីក៏បែកបាក់គ្នាអីក៏ធំដុំម្លេះហើយការបែកបាក់នេះជាសមរភូមិទឹកភ្នែកដែលយើងហៅឆ្លងមករាប់មិនអស់មកហើយប្រជាជាតិ
ទៀតក្នុងសម័យមហានគរធ្លាប់តែរុងរឿងមានគេមានឈ្មោះល្បីល្បាញសត្រូវឮហើយខ្លោចខ្លាចរឹតចេះស្ដាយបែរជាប្រទេសនោះបែរជាធ្លាក់អាប់អោនបារមីថែរក្សាព្រះមហានគរក៏ចាប់ផ្ដើមចុះខ្សោយវត្ថុស័ក្តិសិទ្ធិជាទីសក្ការៈក្នុងប្រទេសធ្លាប់តែល្បីល្បាញបែរជាហាក់មើលទៅដូចជារូបសំណាកថ្មមួយដែលគ្មានវិញ្ញាណដូច្នោះដែររឿងនេះមិនមែនជារឿងចែកដំពេកទេតែជារឿងដែលយើងភ្លេចគិតហើយមិនបានសម្គាល់ចាប់និតអំពីព្រឹត្តិការណ៍ទាំងអស់នេះប្រទេសជាតិយើងនេះត្រជាក់ត្រជុំរុងរឿងសម្បើមណាស់ប៉ុន្តែមកដល់សប្តាហ៍ថ្ងៃនេះគ្រប់ទីស្ថានសក្ការៈបូជាទាំងឡាយហាក់បីដូចជាគ្មានវិញ្ញាណតែសោះហើយទាំងអស់នោះយើងមានចាប់អារម្មណ៍ទេហើយសម្បូរទៅដោយតែសង្គមយកឈ្នះយកចាញ់គ្នាអ្នកដែលរស់នៅក្នុងជំនឿក៏ឆ្លោះគ្នាដោយជំនឿទៅគ្រូចូលរូបក៏ឆ្លោះគ្នាមានបាក់មានក្រុមទៅអ្នកបារមីក៏ឆ្លោះគ្នាមានបាក់មានក្រុមទៅប្រសង់ក៏ឆ្លោះគ្នាមានបាក់មានក្រុមទៅធម្មកថាទាមទារប្រជាប្រិយភាពរៀងខ្លួនរហូតដល់ពេចគិតថាពេលខ្លះខ្លួនជាអ្នកបួសហ៊ានមួយកាត់លៀបពណ៌ជេរតិចបដាសាគ្នាហាក់មិនដូចជាកុហកដែរកុហកលែងគិតមនោសញ្ចេតនាជនរួមជាតិជុំរំឈាមប្រែទៅជាមើលគ្នាទៅហាក់បីដូចជាសត្រូវមកពីជាតិណាអញ្ចឹងយើងគិតមើលថាប្រទេសយើងមិនគួរបីណាធ្លាក់ដុតដាមដល់ដែកនេះសោះមាន់មួយសម្បុកម៉ែទៅជល់គ្នាឯងទៅវិញហើយជុំវិញសឹកតែខ្លែងនិងអន្ត្រីចាំហែកសត្វរបស់យើងជាជំរាកដើម្បីបរិភោគប៉ុន្តែមាត់នោះមិនពិតប្រឹងការពារគ្នាទៅវិញទេបែរជាប្រឹងជ្រុលគ្នាឯងឲ្យខ្ទេចមុខខ្ទេចមាត់ថែមដើម្បីឲ្យខ្លួនឯងទន់ខ្សោយហើយធ្វើឲ្យសត្រូវមានឱកាសក្នុងការចាប់ប្រញិតហែកនៅមាត់គ្នាឯងនេះជាចំណីទៅវិញឥឡូវតើយើងឆ្លាតឬក៏ល្ងងបើយើងនៅតែបន្តបែបហ្នឹងទៀតក្នុងគណៈសមាភិបមិនដែលឃើញភាពរុងរឿងណាកើតឡើងពីការបែកបាក់គ្នាទេអញ្ចឹងហើយវាមិនអាចទៅរួចទេថាប្រទេសជាតិយើងនឹងរុងរឿងទៅបានបើសង្គមយើងនៅតែមុខវិដោយការបែកបាក់និងប្រឆាគ្នាបែបនេះទៅទៀតនោះអញ្ចឹងមានតែយើងមិនទូលបងចោលនៅការបែកបាក់ប្រឆាគ្នានេះទេគឺប្រទេសជាតិយើងមួយនេះអាចរុងរឿងទៅបានណាអញ្ចឹងសូមឲ្យជំនាញជនស្រីប្រុសទាំងអស់ខំប្រឹងសិក្សារៀនសូត្រយុវជនទាំងអស់ខំប្រឹងសាងខ្លួនឯងឆ្លាក់ខ្លួនឯងឲ្យទៅជា
อาวุธដ៏សំខាន់សម្រាប់ពលិកជាតិរបស់យើងប្រសពថ្ងៃយើងធ្វើខ្លួនឲ្យតែជាមេរោគរបស់ជាតិឲ្យតែជាជំងឺរបស់ជាតិបំភ្លេចចោលនៅគំនិតដែលចង់ឲ្យជាតិរបស់យើងបានស្គមស្គាំងរុងរឿងអញ្ចឹងមកម្នាក់ទៅជាជំងឺរបស់ជាតិទៅហើយតើជាតិនោះនឹងរឹងមាំទៅដូចម្ដេចបានហើយយើងស្រែកបន្ទោសអ្នកណាម្នាក់មិនថាស្រែកបន្ទោសទៅថ្នាក់ដឹកនាំឬក៏ស្រែកបន្ទោសទៅអ្នកនេះអ្នកនោះទេគឺការស្រែកបន្ទោសទាំងអស់នោះគ្មានលទ្ធផលណាមួយដែលអាចជួយឲ្យប្រទេសជាតិយើងត្រឡប់មករុងរឿងវិញបានទេក្រៅពីខ្លួនយើងត្រូវឆ្លាក់ខ្លួនឯងឲ្យតែជាវត្ថុទឹកមួយរបស់ជាតិឲ្យទៅជាទីពឹងមួយរបស់ជាតិបាទជាពិសេសយុវជនចាស់នៅមិនបាន10ឆ្នាំ20ឆ្នាំទៅទៀតទេមកចុះនឹងអូសយកទៅវិញហើយតឡាការកម្មផលនឹងកក្តីហើយប៉ុន្តែអ្នកដែលមានទូនាទីត្រូវនៅបន្តទៀតនេះតើនឹងត្រូវធ្វើខ្លួនជាមនុស្សដូចម្ដេចទីមួយគឺជាមនុស្សដែលមានការអប់រំការសិក្សាជាមនុស្សមានសុភវិនិច្ឆ័យជាមនុស្សមិនមើលតែនឹងភ្នែកត្រូវពិនិត្យសិក្សាស្វែងយល់ពីគោលបំណងរបស់មនុស្សម្នាក់ដោយមិនវិនិច្ឆ័យត្រឹមតែឃើញនឹងភ្នែកព្រោះពិភពលោកបច្ចុប្បន្ននេះពិតហាក់ដូចជាមិនពិតហាក់ដូចជាពិតคล้ายហាក់ដូចជាមែនតែនហាក់ដូចជាคล้ายរឿងពិតហាក់ដូចជាសម្ដែងរឿងសម្ដែងហាក់ដូចជាពិតមិនអាចគ្រាន់តែមើលនឹងភ្នែកស្ដាប់នឹងត្រចៀកហើយអាចវិនិច្ឆ័យបានទេត្រូវស្គាល់ឲ្យច្បាស់អំពីដើមហេតុអង្គហេតុហើយនៅផលសម្រាប់របស់ហេតុទើបយើងអាចយល់បានថាមួយណាពិតមួយណាមិនពិតហើយបើយើងរស់នៅជាមួយភាពមិនពិតមិនច្បាស់លាស់បែបនេះណារឿងទាំងអស់នោះច្បាស់ណាស់ថាជាជំងឺដ៏កាចសាហាវហាក់ដូចជាវីរុសមួយដ៏មានអំណាចឥទ្ធិពលបំផ្លាញជាតិសាសន៍យើងដូច្នោះដែរទឹកដីយើងកំសត់ណាស់ធ្លាប់ធំបើជាម៉ូតូប៉ិនកូនដៃយ៉ាងនេះគឺមកពីជំងឺដ៏កាចសាហាវគឺការបែកបាក់គ្នានឹងឯងហើយអំពីប្រជាជនម្នាក់ជាជំងឺរបស់សង្គមមិនធ្វើខ្លួនឲ្យជាវត្ថុទឹករបស់សង្គមនឹងអស់លោកទាំងអស់នៅក្នុងទីនេះរស់មិនបានប្រមាណទៀតទេខ្ញុំកណាស្មារតីក៏មិនរស់បានប្រមាណទៀតដែរប៉ុន្តែយើងសង្ឃឹមទៅលើអ្នកបន្តវេនក្រោយថាមានឆន្ទៈកម្រិតណាមាននៅចំណេះដឹងប៉ុណ្ណាក្នុងការថែរក្សាទឹកដីរបស់យើងនេះទុកឲ្យមានកេរ្តិ៍មានឈ្មោះរស់បន្តទៀតដល់កូនរបស់យើងដល់ចៅរបស់យើងតើមានប្រមាណទៀតដែលអាចរស់នៅបានប្រមាណជំនាន់ទេបើយើងចាប់ផ្ដើមតែឆ្លោះតោះតែងគ្នាប្រកែកគ្នារកត្រូវរៀងខ្លួនឥតគិតអំពីមូលហេតុខាងដើមគឺការបែកបាក់គ្នានេះសោះហើយការសងសឹកដែលមានប្រសិទ្ធភាពចំពោះសត្រូវដែលកំពុងតែមាក់ងាយប្រមាថមកលើយើងនេះគ្មានអ្វីប្រសើរជាងការរស់នៅឲ្យស្រួលជាងគេទេមានតែយើងធ្វើខ្លួនយើងឲ្យខ្លាំងឲ្យខ្ពង់ខ្ពស់ឲ្យស្គមស្កើឲ្យរុងរឿងទៅបានទើបសត្រូវរបស់យើងឈឺចាប់ដេកមិនលក់បក់បន្លហើយ
ជាងយើងទៅជាប្រមាណសោកទៅគេវិញអញ្ចឹងបើយើងចង់សងសឹកសត្រូវយើងត្រូវតែរស់នៅឲ្យល្អជាងគេបើយើងរស់នៅលំបាកជាងគេវេទនាជាងគេតើយើងយកអីតែតតាំងនឹងគេអញ្ចឹងការតតាំងដោយហិង្សាណាមួយនោះមិនថាពាក្យសម្ដីកាយវិការអាវុធយុទ្ធភ័ណ្ឌទេគឺថាការតតាំងបែបនេះមិនមានទីបញ្ចប់ទេមានតែការនៅឲ្យល្អជាងគេរស់ឲ្យប្រសើរជាងគេខ្លាំងទាំងចំណេះដឹងសេដ្ឋកិច្ចជីវភាពទាំងអស់នេះទើបជារឿងដែលចាំបាច់ដែលយើងចាប់ផ្ដើមធ្វើអស់លោកទាំងឡាយពេលនេះមិនទាន់ហួសពេលទេបើយើងត្រឡប់ទៅកែប្រែស្ថានភាពនេះបានចាប់ពីខ្លួនយើងម្នាក់វិញហ្នឹងគឺជារឿងមិនប្រសើរហើយយើងនឹងអាចឈរនៅបានបន្តទៅទៀតខ្ញុំកណាអាត្មាភាពមានរឿងសម្ងាត់ប្រាប់អស់លោកថាប្រទេសជាតិយើងមិនទាន់ផុតគ្រោះទេអញ្ចឹងយើងមិនអាចភ្លេចខ្លួនបានទេយើងកុំគិតថាស្មានថាគ្រោះរបស់ប្រទេសជាតិយើងមានត្រឹមប៉ុណ្ណឹងណាមានត្រឹមថៃវាយខ្មែរប៉ុណ្ណឹងណាកុំគិតបែបហ្នឹងគ្រោះប្រទេសជាតិយើងមិនទាន់ចប់ត្រឹមរឿងប៉ុណ្ណឹងទេនៅមានបន្តទៀតអញ្ចឹងដើម្បីធ្វើម៉េចប្រឈមមុខជាមួយនឹងគ្រោះដែលកើតខាងមុខបានមានតែកម្លាំងសាមគ្គីរួបរวมការព្យាយាមដែលយើងត្រូវតែវិញគ្នាជាធ្លុងមួយយ៉ាងចាំបាច់ហើយដាច់ខាតបំផុតថ្ងៃឡើងសាក់ចូលឆ្នាំម្សិលនេះថ្ងៃ4ក្នុងខ្សាច់ខ្ញុំកណាអាត្មាភាពបានប្រាប់អស់លោកហើយថាប្រទេសនឹងមានសង្គ្រាមប៉ុន្តែមិនហ៊ាននិយាយច្រើននិយាយថាមួយម៉ាត់ប៉ុណ្ណឹងទេបើអស់លោកណាថតវីដេអូកាន់នោះបានប្រហែលជាទៅមើលទៅឃើញហើយខ្ញុំក៏លាខ្ញុំកណាអាត្មាក៏លាអស់លោកទៅសន្និបាតក្រោយមកសូមចេញមកវិញព្រោះភ័យខ្លាចក្រែងលោប្រទេសជាតិចូលនៅក្នុងវិបត្តិណាមួយទៅហើយប្រជាជនបែកបាក់គ្នាទៀតរដ្ឋវិវត្តទៀតហើយក្នុងនាមជាអ្នកដែលមានអ្នកស្ដាប់ហើយជឿតាមច្រើនក៏មកនិយាយម្ដងទៀតថាសូមឲ្យយើងសាមគ្គីគ្នាជាដាច់ខាតកាលដែលខ្ញុំកណាអាត្មាភាពចុះទៅតាមព្រំដែនហើយត្រូវបានគេមួលបង្កាត់ជេរលៀបពណ៌នោះខ្ញុំកណាអាត្មាភាពនៅតែជ្រើសរើសយកការដែលឲ្យប្រជាស្ដីថាជាជាងឃើញខ្មែរយើងបែកបាក់គ្នាព្រោះដូនតារបស់យើងហ៊ានឲ្យគេកាត់ក្បាលហ៊ានស្លាប់ខ្លួនព្រោះតែដោះដូរនៅការឯកភាពការសាមគ្គីទំនៀមទម្លាប់វប្បធម៌ប្រពៃណីអញ្ចឹងខ្ញុំកណាអាត្មាភាពទូក្នុងលក្ខខណ្ឌណាក៏ដោយក៏ហ៊ានដោះដូរដែរឲ្យតែបានមកវិញនៅការមិនបែកបាក់ប្រេះឆាគ្នារវាងសង្គមជាតិខ្មែរនិងខ្មែរនេះតាមពិតទៅមកដល់ពេលនេះត្រូវពេលដែលខ្ញុំកណាអាត្មាភាពសម្រាប់ហើយប៉ុន្តែនៅតែជ្រើសរើសមកនៅជាមួយនឹងបងប្អូនវិញម្ដងទៀតព្រោះតែរឿងមួយយ៉ាងគត់គឺខ្លាចយើងទាំងអស់គ្នាចាញ់កញ្ឆោតរបស់បរទេសឬក៏អ្នកដែលមានបំណងអាក្រក់
mà lưu vật tế chiết dương đấy thưa dương bài bạc này dương cả lên mớ sầm mây mai có hóm ta nhận na chạy khăn năng này bất phát cho hai ấy có việc khăn năng đàn ông nó sẽ mà lưu dương cục nia hay dương đàn ông nia trâu chỉ mốc thành nha là chỉ dương bên chập à rồng đường này thế cài cài một tiền đưa mình chết chậm mình chết thì không luôn mơ tơ hạ bay đôi kỳ chui chi cùng bông chui dương bàn tay thiếp bất chẽ đài sắp tay chuyện bày sai cần trô đại bỏ cóp đời cọc là mình cột chết xa kì mình đã chọn khư dương rung rương đề càng vì dương luôn này chẳng miền đại luôn dương đây là chỉ đẹp khăn mà dương khăn luôn anh hơi dương sao mà khi nghe cho hơi thì rung rương có cắt nát khăn cho bạn của dương dương mới còn là dương mình chưa cho đây nghe đôi cả bánh bò họ lao trong đời dạ cao mà thay của bơ năm mới nè để chuyện gì mình lọt miền ở với có prai chỉ miền một mình ở với để tích đi khôi khát có prai cả lọt mà chỉ miền sạt mấy bên hay là o chỉ muốn được tiền cho mà dân xa mình to cả ai có việc kia ở với trên này để chuyện đấy ta phải để chuyện gì đừng rung rương tại đó cũng rất đấy vì cho bác ta hạt nông đồng na cô cho đại rong từ spy rong khi rung rương đầm na cô cho đại chú đầm na đại rong khi sắp ở đông rung rương nó vì mình người xưa đôi dân kết đấy chẳng cho bác ta hạt mình chua bật đèn vì họ làm mạng xinh bàn tay dương trâu phải căn đáy kia ở trước hơi hai chlang một xã đàn ông ní ruộng kia đèn cả sang tập chết có hoa cướp nên đi ca sát na này dụ bài nát đàn ông sắc sang phải trâu chăm tốt thật luôn chứ không mày nè này dụ bài chia phô rót ai cũng bắt được na ban còn tay mình ai cũng bắt chết sát luôn này là chân rương phao phải giỏi luôn ai dương ai mình kết ba mình này dương mình ai mình kết ông tí phao phải giỏi rồi bỏ chim dương thế dương slap mặt tại con trai rồi bỏ dương ai một ca dương lai một bên sang được mày mà con tay phàn đầy dương mình để chuyện dương mà bắt là hơi mình nghe vậy rất cô xưa tên mình ai bằng cát lãng bên bạn thì bạn ta kê mình ao dương rít thông thoát bên bạn thì chẳng không chẳng cùng bạn đấy cứ thả dương gọt bay tại vinh nghe chết lòng ngồi một bây giờ nơi tuần sau nhưng hai được kỳ ai mẹ nghề dân bán nó ai có mặt mẹ nghề dân bán nó bà sân tên đi màu đi vì liên đi dương cũng bông tại khăn mà nó thật kỳ mình ai mơ nghe nhưng bà mặt mà lừa chia sẻ dân bán thế chân đầm bay cà phê nơi công trao đại diện phải chạm mất cứ miên tại dương khi yên phương luôn ở rừng mỏm ở khăn khả chỉ bị xe smart đây kia để dùng dương cất mơ dương hộp mì mà mối chết sao thật năm á lâu chậm bỏ ở hộp mì chia đâm thương toàn tiền học vì mì lấy cái hộp mì cao còn là thầy kho cái dương hộp học kia này còn là bà lái cái dương hộp học kia đây rồi ngay mà ngay cùng buồn quan tao mà tay cái trẻ mà sao mấy khơi nhạc cái trẻ hà xa nó đầy cái tuyết tôi đây bên đây một đẹp cái chọn thằng nằm space đau
tam tình quá chị ạ tình kia đi mẹ cái chết thủ tam từ đây mình cũng đấy tôi tình rộng lòng và nó được miễn sau chị mời tới xa mẹ cái chết đấy ở cái bị nắng khai class này thông ná mà một tè ba sam sập ấy nó và nào họ sẽ cây một cung chúa bán thế họ được chi chúa người ở khởi họ ăn xa nơi chết ăn xa sọc lọ nó mày nhâm hộp đã đọc cho năm này đang cả thấy lại rồi làm để chia chết đã rốt vào đồ của ông chân đây với sầm bông tóc áวันนั้นกูน่ายืนเนี่ยเพื่อครูหน่อยดาวขนาดนั้นเด้เนี่ยจังลองเคลียร์เนี่ยระลึกวิ่งไปนะปรังไพรลายหมู่วิ่งสามัคคีหมู่วิ่งให้ข้าcủaรูปพร้อมหนักบ้านเนี่ยเจี๋ยเรื่องในขมายยังกระรูปมาปีโบราณให้ก็เอาชื่อคือท่าโอ้การcủaรูปtất cả rung đây cả rung tê và đa rung ở rạng nè ta chỉ riêng ăn phải giao chỉ riêng bao pra ấy nên công á rung mai dêu đi và căn ca của rung mong tăng đặc biệt bồ ràng miên là cả lái là miên ca cả rung tê từ khi cả lái này cũng rung ma dân đăng dân đấyต่อគ្នាហ្នឹងអ្នកនៅក្រោមខ្ញុំកណាត់មកមើលទៅក្រោមនេះអត់មើលមកលើទេអ្នកលើដឹងតែចិត្តតែប៉ុណ្្នឹងមើលទៅអ្នកក្រោមគឺថាមានតែកន្លែងដែលមានអ្នកគោរពទេទើបជាកន្លែងដែលអាចពង្រួមគ្នាបានបើមនុស្សលែងមានកន្លែងគោរពហើយគឺមនុស្សអស់កន្លែងពង្រួមហើយជាពិសេសប្រជាពលរដ្ឋខ្មែរយើងនេះគង់តែមានវត្តអារាមមានទីសក្ការៈបូជាមានមនុស្សដែលគេគោរពរាប់អាននឹងហើយទើបមានឱកាសហៅយើងមកពង្រួមគ្នាបាននៅក្នុងទីហ្នឹងអញ្ចឹងបើគុំតែអស់លោកចូលមកគោរពវត្តអារាមនេះណាបើលេះខ្ញុំមកកណ្ណាអាត្មាភាពមិនអាចមានឱកាសនិយាយឲ្យមនុស្សរាប់ម៉ឺនអ្នកក្នុងទីនេះស្ដាប់អំពីផលវិបាករបស់ការបែកបាក់ហើយស្ដាប់អំពីផលចំណេញនៃការរួមបានទេអត់មានទេខ្មែរយើងធ្លាប់គោរពព្រះមហាក្សត្របីនោះជាអតិទេពអញ្ចឹងហើយប្រទេសជាតិយើងធ្លាប់រុងរឿងរហូតដល់គេឲ្យអាសនារាជចក្រភពអង្គរនេះគឺជារឿងដែលមិនមែនលេងទេហើយសូម្បីតែព្រះដ៏មានពភាណាក៏ព្រះអង្គសម្ដែងនៅក្នុងបច្ឆិមពុទ្ធវចនៈឬក៏បច្ឆិមវាចាថាសូមឲ្យភិក្ខុទាំងឡាយសូមឲ្យអ្នកទាំងឡាយរស់នៅដោយសេចក្តីមិនប្រមាទដែរអញ្ចឹងបើសង្គមទីណាក៏ដោយដែលរស់នៅដោយការប្រមាទធ្វេសប្រហែសមិនថាក្នុងកិច្ចការងារណាទេទាំងអស់គ្នាសឹកសឹងតែប្រឈមមុខទៅរកផ្លូវនៃសេចក្តីវិញ្ញាណប៉ុន្តែបើសិនតែយើងរស់នៅដោយការគោរពតាមលំដាប់លំដោយក៏គោរពបព្វជិតគោរពគ្នាដោយគ្នានឹងគ្នាចាស់គោរពក្មេងឲ្យតម្លៃទៅលើក្មេងគោរពប្រណិប័តចាស់ទុំព្រៃព្រឹត្តនេះគឺជាឱកាសក្នុងការធ្វើឲ្យមនុស្សសង្គមនេះរុងរឿងឡើងវិញប្រាប់ថាជាថ្មីណាប្រទេសជាតិយើងមិនទាន់អស់គ្រោះទេអញ្ចឹងដើម្បីឆ្លងសមុទ្រគ្រោះនេះទាំងអស់គ្នាទៅបានគឺកុំបែកបាក់គ្នាឲ្យសោះណាហើយព្យាយាមធ្វើចិត្តឲ្យមានគ្នានឹងគ្នាដោយមេត្តា
កុំឲ្យញញឹមមុខដៃកាន់ក្បិតក្នុងទីនេះមិនអត់ទេមនុស្សញញឹមពីមុខដៃកាន់ក្បិតញញឹមដាក់គ្នាប៉ុន្តែព្យាយាមចង់រុញឆ្កាស់ឆ្កៀននៅដំបៅឲ្យកើតឡើងនោះក៏មានដែរហើយយើងមិនឈប់ទៅអត់មានតម្លៃអីសោះមិនចំណេញអីសោះមិនចំណេញអីសោះយើងអាចមិនពេញចិត្តបានតែយើងកុំស្អប់អីយើងអាចមិនចូលចិត្តអ្នកដទៃណាបានតែយើងកុំបំផ្លាញគេអីយើងប្រឹងទូនាទីដែលយើងប្រឹងតែម្យ៉ាងគត់គឺប្រឹងអភិវឌ្ឍខ្លួនឯងឲ្យប្រសើរព្រោះបើពេលណាដែលយើងប្រឹងតែរកវិធីសាស្ត្រក្នុងការបំផ្លាញអ្នកដទៃយើងអត់មានឱកាសក្នុងការអភិវឌ្ឍខ្លួនឯងទេវាភ្លេចអភិវឌ្ឍខ្លួនឯងយើងចង់ឲ្យដើមឈើមួយស្លាប់ប៉ុន្តែយើងភ្លេចស្រោចទឹកដើមឈើមួយទៀតអានេះជាគ្រោះថ្នាក់ណាស់អញ្ចឹងមកចាយលើការស្អប់របស់អ្នកដទៃនេះប្រែមកពីការអភិវឌ្ឍខ្លួនឯងឲ្យខ្លាំងក្លាឲ្យរឹងរឹកតែពោពេញដោយចំណេះដឹងគុណធម៌នោះជារឿងដែលប្រសើរចឹងហើយសូមឲ្យអស់លោកនៅក្នុងទីនេះត្រឡប់មកគិតក្នុងចំណុចនេះសាជាថ្មីមិនចឹងហើយថ្ងៃនេះពុទ្ធបរិស័ទមកជួបជុំគ្នាល្អណាស់ហើយថ្ងៃពេញបរមីខែមិញនេះវាស្រួលហ្នឹងគឺថាมันមានភ្លៀងអីដូចខែពិសាទេកន្លែងអង្គុយស្រួលមើលមកតែអង្គុយលើផែនដីខ្ញុំមិនដល់ស្មារតីបិទភ្នែកហើយសម័យទៅថាបុព្វបុរសយើងធ្លាប់អញ្ចឹងណាធ្លាប់មករួបរวมគ្នាអញ្ចឹងណាហើយភាពរុងរឿងកើតឡើងអស់លោកមើលវត្តសត្វជាគំរូតែកន្លែងហ្នឹងមិនដោយសារការជេរពេចផ្ដាសាប្រកួតប្រជែងប៉ុណ្ណឹងជាមួយអ្នកណាទេប៉ុន្តែកន្លែងហ្នឹងកើតឡើងព្រោះតែការរួបរวมសាមគ្គីគ្នាទេមើលសមិទ្ធផលទាំងអស់ខ្ញុំកណាត់មកភាពហ៊ានខានវត្តជាវត្តទី1ដែលស្រុកខ្មែរយើងធ្វើម្ដងព្រមគ្នាទាំងអស់កុដិសាលាវិហារចេតិយទីសក្ការៈផ្សេងគឺធ្វើទៅជុំគ្នាអ្នកណាឆាប់ហើយមុនអ្នកណាសំឡងធំហើយក្រោយប៉ុន្តែទាំងអស់នឹងមិនមែនកើតឡើងមកពីការជេរទៅផ្ដាសាគ្នាទេណាអស់លោកដែលឃើញខ្ញុំទៅជេរគ្នាតាម Facebook ទេទៅជេរគ្នាតាមទូរស័ព្ទថៃហួរគ្នាពីអ្នកនេះអ្នកនោះអ្នកនេះចេះអ្នកនោះចេះអត់ទេប៉ុន្តែហៅមកឲ្យជុំគ្នាហើយព្យាយាមឲ្យយើងសាមគ្គីគ្នានឹងផលនៃសាមគ្គីហើយយើងប៉ុណ្ណឹងអ្នកយើងសាមគ្គីកើតបានវត្តមួយដ៏ស្អាតប្រណិតពីចិត្តល្អឯងចុះមកប្រជាជនយើងប៉ុណ្ណឹងអ្នកសាមគ្គីគ្នាតើប្រទេសជាតិយើងវាប្រណិតយ៉ាងណាយើងសាកគិតលំមើលបិទភ្នែកគិតលំមើលច្បាស់ណាស់ថាវានឹងរុងរឿងលើសអំពីការដែលយើងស្មានទៅដល់ចឹងវាត្រូវការតែការសាមគ្គីគ្នាតែម្យ៉ាងទេហើយការគិតអំពីផលប្រយោជន៍រួមជាធំក្នុងទីនេះដូចគ្នាបើសិនតែខ្ញុំកណាត់មកភាពគិតអំពីផលส่วนตัวនិយមអាហ្នឹងគឺថាសមិទ្ធផលទាំងអស់នេះច្បាស់ណាស់ថាមិនកើតឡើងទេកន្លែងយើងអង្គុយនេះណាកន្លែងកញ្ចក់នៅទេប៉ុន្តែសប្តាហ៍ថ្ងៃជាទីដែលមនោរម្យមិនថាពេលយប់ពេលថ្ងៃទេពេលថ្ងៃស្អាតមកផ្សាយទៅពេលយប់ស្អាតមកបែបទៅមានភ្លើងអីមានចឹងទៅហើយងាកទៅខាងនោះខ្ញុំកណាពង្រីកដីខាងនេះ75ហិកតាទៀតទុកឲ្យពុទ្ធបរិស័ទធ្វើចេតិយមិនឃើញថាមិនយកលុយយកកាក់អីទេឲ្យពីគុកប្លង់បច្ចេកដីនឹងទុកហើយតាមមានប្លង់តូចប្លង់ធំប្លង់កណ្ដាលគឺថា
អ្នកណាមានសមត្ថភាពក៏យកទៅធ្វើទៅតាមប្លង់គំរូដែលរៀបចំទុកឲ្យมันទៅស្អាតណារៀបទៅស្អាតដូចតើវតឹងពិភពអញ្ចឹងបើធ្វើឲ្យស្រស់គ្នានោះហើយដាក់អ្នកមើលថែបោសសម្អាតឲ្យរាល់ថ្ងៃមិនឲ្យគេទៅជក់មកនៅក្នុងនោះទេពូតាមដាវត្តទេខ្លះធ្វើឲ្យទុកចោលទៅមួយឆ្នាំទៅមើលម្ដងម្ចាស់មិនដឹងគេទៅកោះចេះដីកោះកោតយកលក់ពីកាលក៏មិនដឹងមិនដែលនេះអត់ទេវត្តសតនេះគឺថាអ្នកសន្តិសុខនោះ24ម៉ោងលើ24ម៉ោងព្រោះមានទីវេនអ្នកយាមថ្ងៃអ្នកយាមយប់ផ្សេងទៅហើយស្ដាប់ស្នប់ចាំមកទុកកន្លែងនឹងឲ្យអស់លោកធ្វើទៅហើយខ្ញុំកណាត់មកទៀតធ្វើមួយទុកដែរខែ4ហ្នឹងធ្វើមួយហើយធ្វើមួយទុកចាពលឹកឃើញថាដល់ខ្ញុំកណាត់មកទៀតងាប់ទៅឲ្យបាក់គេខ្លាចដែរយើងធ្វើទុកឲ្យទៅនឹងវាអត់ពិបាកមានស្រាតែចេះដីហ្នឹងមិនមិនតម្កល់អីច្រើនទេគាត់ថាតម្កល់តែកញ្ចក់ឬថ្មិញអីចឹងទៅក្រៅពីហ្នឹងធាតុអីផ្សេងឲ្យយកទៅដាក់តាមទីតាំងដែលខ្ញុំកណាត់មកទៀតធ្លាប់បានប្រាប់តាមផ្ញើទុកហ្នឹងមិនចឹងគាត់តែមានកន្លែងថាចំណឹងហើយអីហើយចឹងទៅព្រោះអត្តន័យនៃបច្ចេកដីនេះមែនតែទៅគឺមិនមែនគេធ្វើដើម្បីតែខ្លួនឯងទេអត្តន័យបច្ចេកដីនេះគឺគេធ្វើក្នុងអត្តន័យជាពុទ្ធបូជាទេព្រោះអានិដីហ្នឹងតែយើងធ្វើឲ្យពុកម្ដាយនឹងក៏ដោយគឺថាយើងគាត់ទៅផ្ញើគាត់នៅហ្នឹងទេប៉ុន្តែព្រះចេតិយហ្នឹងគឺថាសម្រាប់ឧទ្ទិសចំពោះទីសក្ការៈជាពុទ្ធបរិស័ទទាំងអស់ក៏បីយល់សក្តីនឹងកុំឲ្យច្រឡំនេះដែលមិននិយាយឲ្យវែងឆ្ងាយអីបន្ទាប់ទេគ្រាន់តែប្រាប់ថាទាំងអស់នេះកើតឡើងមកពីកម្លាំងសាមគ្គីនិងកន្លែងតូចមួយដែលយើងសាមគ្គីគ្នាផងចុះបើយើងបន្តសាមគ្គីគ្នាបែបហ្នឹងទៅទៀតហើយពង្រីកវិសាលភាពនៃការសាមគ្គីគ្នានឹងទៅទៀតទៅប្រទេសជាតិយើងច្បាស់ណាស់ថានឹងរុងរឿងហើយកាលណាប្រទេសជាតិរុងរឿងផលផ្លែផ្កានៃប្រទេសជាតិរុងរឿងវាឲ្យផលមកអ្នកណាវាឲ្យផលមកប្រជាជនណាដំបូងយើងដាំដើមឈើវាដុះសិនទើបយើងមានសង្ឃឹមថាមានផ្លែផលមកចែកគ្នាពិសាប៉ុន្តែបើយើងគ្រាន់តែស្រាប់មួយដដើមវាពុះជា3ជា4ហើយវានឹងអាចមានផ្លែផ្កាពីណាឲ្យយើងចែកគ្នានោះតែយើងគិតមើលទៅណាអញ្ចឹងបើប្រទេសជាតិយើងរឹងមាំធំធាត់រុងរឿងសម្បូរសប្បាយទៅហើយផលនៃប្រទេសជាតិរុងរឿងសម្បូរសប្បាយនោះវាបានមកប្រជាពលរដ្ឋទាំងអស់គ្រប់ស្រទាប់វណ្ណៈដូចស្រុកក្រៅអញ្ចឹងណាមិនដូចស្វីសដូចសឡែនអីគេប្រទេសជាតិគេរុងរឿងទៅហើយផលរបស់គេនេះមកឲ្យដល់ប្រជាជនរហូតដល់គេធ្វើរូងក្រោមដីឲ្យប្រជាពលរដ្ឋទៀតបើមិនសិនជាពិភពលោកខាងក្រៅជួបនៅវិបត្តិនៃក្លេអែអីអាចទៅជ្រកកោនបានមានថ្នាំការពារជំងឺដែលកើតឡើងពីវិសុសកម្មគេចែកលុយដល់ពលរដ្ឋក្នុងមួយខែប៉ុណ្ណេះអាហ្នឹងគឺអីគឺមកពីប្រទេសជាតិគេរីកចម្រើនហើយផលនោះឯងចែកដល់ប្រជាជនអញ្ចឹងហើយប្រជាប្រទេសកម្ពុជាយើងគឺដូចគ្នាអញ្ចឹងដែរបើកាលណាប្រទេសជាតិយើងប្រជាពលរដ្ឋយើងធ្វើឲ្យប្រទេសជាតិយើងរុងរឿងទៅហើយផលរបស់ប្រទេសជាតិដែលរុងរឿងនឹងនឹងបានមកដល់ប្រជាពលរដ្ឋអស់លោកស្គាល់ទឹកភ្លៀងនេះដែលឃើញទឹកភ្លៀងនេះភ្លៀងពេលដែលភ្លៀងមកមិនប្រកាន់សម្បូរផ្ទះអ្នកមានអ្នកក្រទេនិន្នាការខាងណាតែភ្លៀងធ្លាក់មកគឺស្មើគ្នាសម្បូរផ្ទះអ្នកណាក៏ទៅទឹកដែរអញ្ចឹងភាពរុងរឿងនេះមិនរើសទឹកដីទេទឹកដីគេអាចរុងរឿងទៅបានទឹកដីកម្ពុជាយើងនេះក៏អាចរុងរឿងទៅបានអាចលើសគេទៀតក៏ថាបានដែរប៉ុន្តែត្រូវការអ្វីត្រូវការពេលវេលា
ត្រូវការព្យាយាមរបស់ប្រជាពលរដ្ឋហ្នឹងឯងអញ្ចឹងបើសិនជាយើងរួបរวมសាមគ្គីគ្នាទៅហើយច្បាស់ណាស់ថាប្រទេសជាតិយើងនឹងបានដោយអ្វីដែលយើងបានឃើញពិភពខាងក្រៅយើងអាចមិនទាន់ប៉ុន្តែបើយើងកើតសារថ្មីអាចទៅទាន់ក៏បានដែរព្រោះម្នាក់នេះមិនប្រកាសថាទៅកើតសួរទេវលោកឯណាទាំងអស់គ្នាទេជួនកាលស្រឡាញ់កូនទៅចុះតែផឹងមកកើតជាមួយកូននឹងវិញពីដើមធ្វើម្ដាយគេឪពុកគេដល់កើតសារថ្មីទៅកូនគេជួនកាលកើតធ្វើកូនបន្ទាប់កើតធ្វើចៅផោះកូននឹងទៀតក៏មានអញ្ចឹងហើយយើងមិនស្លាប់ប្រុសទៅកើតបរាំងឥណ្ឌាណាទេណាជួនកាលអាចមកកើតខ្មែរនឹងវិញទៅដែរអញ្ចឹងយើងអត់ទាន់ជាតិនេះមិនដែលកើតមកវិញម្ដងទៀតអាចទៅទាន់អញ្ចឹងសូមឲ្យយើងទាំងអស់គ្នានឹងគឺថាប្រឹងកែប្រែពីឥឡូវទៅហើយចង់ឃើញទេចង់ឃើញប្រទេសជាតិរុងរឿងទេហ្នឹងហើយអ្នកខាងក្រៅមកចង់ទេនៅឃើញទេកម្លាំងសាមគ្គីស្រីលឺជាងអ្នកលើទៀតអ្នកលើគ្នាតិចអ្នកក្រោមគ្នាច្រើនតែកាលណាថាចង់គឺចង់ប្រកគ្នាអញ្ចឹងហើយបើចង់ហើយគឺថាប្រឹងប្រែងហើយចាំពាក្យព្រះអង្គទុកណាប្រទេសជាតិយើងមិនអត់គ្រោះទេណាអញ្ចឹងហើយប្រឹងបើយើងមិនប្រឹងទេមិនជួបអីខ្លះទេមិនអញ្ចឹងណាហើយប្រឹងក្នុងទីនេះមិនបាច់ចាំប្រឹងអីណារត់បោទៅណាទេព្រោះយើងច្បាស់ណាស់ការរត់ទៅណាមិនផុតទេមិនផុតទេចឹងគឺថាមានតែរួបរวมសាមគ្គីគ្នាស្មារតីជាតិនិយមឬក៏ថាមាននៅភាពនឹងណជាប្រធានកំភៃខ្លាចជាពិសេសរឿងសង្គ្រាមគេមិនតាមវាយចូលដល់របស់យើងជាប់នេះងាប់តែគ្នាឯងហ្នឹងអស់បាត់ហើយដូចតែយើងមានស្មារតីចេះគិតពិចារណាហើយថ្លឹងថ្លែងសភាពការពិចារណាសពគ្រប់បែបយ៉ាងហើយគម្រប់ចោលស្រុកឲ្យសោះបើអាឃើញច្រើនណាស់មិនតាន់អីក៏នៅមានតទៅចេញយន្តហោះទីទៅក្រៅនឹងមិនទេថានៅជាមួយជាតិស្រឡាញ់ជាតិនៅជាមួយជាតិសុខក៏ដោយទុក្ខក៏ដោយមានតែយើងម្នាក់ទេដែលអាចធ្វើជាម្ចាស់យកវាសនាប្រទេសជាតិយើងបានហើយបើយើងនៅនេះរត់ចោលអស់ហើយមិនទុកដីឲ្យគេនៅអញ្ចឹងរឿងវាមិនតែប៉ុណ្្នឹងទេហើយយើងត្រូវបង្វែរស្ថានភាពភ័យខ្លាចឲ្យមកទៅជាការរួបរวมសាមគ្គីវិញជាធ្លុំមួយសមោចមិនប្រកាសថាខំតម្រៃមិនងាប់ទេដោយរឿងចាប់ជីបក្បាស់អញ្ចឹងណាសត្វតម្រៃអានខ្លួនថាខ្លួនឯងធំសត្វជីបក្បាស់មកសុំបបថាបងតម្រៃហើយកុំឲ្យដើរផ្លូវនឹងអីជន់កូនជន់ចៅខ្ញុំហើយសម្បុកខ្ញុំនៅឯមុខបងឯងធំណាស់បងឯងគិតផ្លូវនឹងបន្តិចទៅតម្រៃថាយើអាចសត្វជីបក្បាស់នេះឯង100 1000អញខ្លាចដែរមើលឯណាសម្បុកតកាយសម្បុកសត្វជីបក្បាស់មកជន់បន្តិចងាប់កូនងាប់ចៅគេចាប់ជីបក្បាស់ខឹងទៅយើអាតម្រៃឯងមកសុំស្រួលដួលអត់លើកលែងគាត់តែជិះទៅទៅថៃឥឡូវមកសម្រាប់កូនសម្រាប់ចៅអញសម្រាប់ដំរីឯងនៅឯបានចាត់ជាក្បាស់ទៅនិយាយគ្នាជាមួយនឹងក្អែកទៅបំរើក្អែកចាក់ដងក្អែកទៅសត្វដំរីហ្នឹងធ្វើបានខ្ញុំមិនចេះក្អែកជួយហើទៅមកគួយពីនេះឃើញដំរីមុខពងអដើចាក់កណ្ដាលក្របភ្នែកខ្វាក់ទាំងសងខាងដំរីខ្វាក់ហើយសត្វជាក្បាស់ទៅនិយាយគ្នាជាមួយនឹងរុយក្បាលខៀវថាបងរុយសត្វដំរីនឹងគូខៅណាស់ចេះមួយចេះទីរុយទៅពងដាក់ភ្នែកនឹងទៀត
câu rục này đầm rây nâng hái chặt chụp cả bát từ này dây khi nâng cần cái cha bong cần cái chặt đầm rây nâng đam hai tới khiêm sông bò chơi hỏi chiên lâu tới cùng choan côn chơi khiêm bài cho choan côn chơi cái ta đầm rây nâng tao việc vạ cái đấy việc liệt tất cả những mình để dùng nơi ngoặt chùa những ngoặt chùa ấu này lư cái giúp than là tập bèn tất cho tất cả chùa nôm xa lạ nên cứ tham men lơ thông tôi thế bên lơ rương để diễn pha mà kia clear được bắt anh chẳng lắm dân sau mà dương còn là băng thoa xa mà kia clear đang ấy sau là bây được bọn ông đam ta phật thiên nó bát tô sắp khảo phật thiên nó bát tô được tham mà tê na sắp khá xa mà kia đang được bảo sắp khảo đây sốc cả làng bê xa mà kia phiếp clear cả bảy bạ prasha kia nó mà nó sẽ đây sắp người mà lại ba nên miền phần năng để cho đồng ngày mê rồi ở luôn nó ở sắp đẹp ngay các của bạn sầm ra nên các con tập lọc để vinh chân cái nông ca tại vì dây chỉ môi nó ở luôn miền của bạn phần nè ai dương nên nòng kia tăng cài bị cha chết làm mê từ rung này bịa cả bộ chi cho môi kia nó kia ngày đấy bạch chăn cô cho mình là say cho không cần lo việc thấy hả bạch chăn qua bạ không anh này dương mưa khơi mà mình là thằng này chắc bạn là dương mà mưa bạch chăn bình bò đầm mây về bạch chăn là miền phần lư cài đấy trong cần đa này việc thầy cô chọn vào bạch chăn là để dương mưa khơi nhận on rồi ngày đấy mình là say cần lo việc thấy bạch chăn cô cho máu miền cài mới ra trong cần đa bạch chăn phần tay khai đời dương nên mưa việc mình khơi cho mưa thà bạch chăn lại mình trực tiếp là do mưa khơi lên chân chân dương sụp đua aram tận óc này hay là bài thét sport cần phật tập bạn để mà lần đây nênสำรวมกายวิจารเจ็ดประรบในพิธีบนเมียกับโบจีต่างออก